វីដេអូសង្ខេបសកម្មភាពការងាររបស់អាដាមរដ្ឋមន្ត្រីហេងសួរនិងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈចាប់ពីថ្ងៃទី20ដល់ថ្ងៃទី26ខែមេសាឆ្នាំ2026នេះរសៀលថ្ងៃច័ន្ទទី20ខែមេសាអាដាមរដ្ឋមន្ត្រីហេងសួរនិងលោកស្រីឆយមុនជុងនាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជាបានចុះហត្ថលេខាលើកកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពីគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជាក្នុងគោលដៅបណ្ដុំបណ្ដាលកម្លាំងពលកម្មនៅកម្ពុជាឲ្យកាន់តែមានជំនាញដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជានិងសាធារណរដ្ឋកូរ៉េតាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET គម្រោងដែលចាប់ផ្ដើមអនុវត្តពីឆ្នាំ2026ដល់ឆ្នាំ2030គ្របដណ្ដប់សកម្មភាពសំខាន់ៗលើការពង្រីកឱកាសក្នុងការទទួលបានការបណ្ដុំបណ្ដាលជំនាញ TVET នៅកម្ពុជាលើកកម្ពស់ការយល់ដឹងជាសាធារណៈពី TVET និងពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សាបន្ថែមពីនេះគម្រោងនេះក៏ជួយពង្រឹងសមត្ថភាពដល់វិទ្យាស្ថាន TVET ដែលត្រូវបានជ្រើសរើសស្របតាមតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសនាព្រឹកថ្ងៃអង្គារទី21ខែមេសាអាដាមរដ្ឋមន្ត្រីហេងសួរបានទទួលជួបពិភាក្សាការងារជាមួយនឹងអាដាមគីមឆាងយ៉ុងឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាដើម្បីពិភាក្សាពីការលើកកម្ពស់សិទ្ធិពលករនិងពីការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សការបញ្ចូលកម្លាំងពលកម្មនិងបង្កើតបរិយាកាសកាន់តែប្រសើរដល់អ្នកវិនិយោគអាដាមរដ្ឋមន្ត្រីបានគូបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំនិងការរួមចំណែកដ៏សំខាន់របស់កូរ៉េក្នុងការអភិវឌ្ឍនៅកម្ពុជាជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការអប់រំបណ្ដុំបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសុវត្ថិភាពនិងសុខភាពការងារការអភិវឌ្ឍសេវាកម្មការងារនិងប្រព័ន្ធ Digital ក៏ដូចជាវិស័យសន្តិសុខសង្គមនិងការស្ដារសមត្ថភាពឡើងវិញជាដើមនាព្រឹកថ្ងៃពុធទី22ខែមេសាអាដាមរដ្ឋមន្ត្រីហេងសួរបានទទួលជួបពិភាក្សាការងារជាមួយលោកស្រីសៀវយៀនឈៀននាយិកាអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជាឡាវនិងថៃនាព្រឹកថ្ងៃទី22ខែមេសានៅទីស្តីការក្រសួងជំនួបនេះផ្ដោតសំខាន់លើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្ដូរយោបល់លើការស្វែងរកឱកាសអនុវត្តគម្រោងនិងគំនិតដូចផ្ដើមក្នុងទិសដៅអភិវឌ្ឍធនធានមនុស្សជាពិសេសការបណ្ដុំបណ្ដាលជំនាញស្របតាមតម្រូវការទីផ្សារដែលកំពុងតែវិវត្តអាដាមហេងសួរបានបញ្ជាក់ថាតាំងពីដើមរៀងមកកម្ពុជាបានបដិញ្ញាចិត្តថានឹងខិតខំអនុវត្តដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជើងឯកហើយកម្ពុជានឹងបន្តមានតួនាទីយ៉ាងសកម្មក្នុងការចូលរួមគ្រប់កម្រិតនៃសកម្មភាពពាក់ព័ន្ធរួមទាំងលើឆាកអន្តរជាតិការចែករំលែកបទពិសោធន៍ល្អៗនិងការផ្ដល់មតិយោបល់ផ្សេងៗនាព្រឹកថ្ងៃដដែលក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានរៀបចំវគ្គបណ្ដុំបណ្ដាលស្ដីពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមដានត្រួតពិនិត្យនិងវិតម្លៃ Digital នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈ2024-2028នៅទីស្តីការក្រសួងក្រោមអធិបតីភាពរបស់អាដាមបណ្ឌិតជួបថិតធីរិទ្ធអនុរដ្ឋលេខាធិការនិងជាប្រធានអនុគណៈកម្មការគាំទ្របច្ចេកទេសប្រព័ន្ធតាមដានត្រួតពិនិត្យនិងវិតម្លៃគោលបំណងចម្បងនៃវគ្គបណ្ដុំបណ្ដាលនេះគឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ប្រព័ន្ធតាមដានត្រួតពិនិត្យនិងវិតម្លៃ Digital ឲ្យកាន់តែមានប្រសិទ្ធភាពដែលឧបករណ៍នេះគឺជាគន្លឹះសម្រាប់ការតាមដានវឌ្ឍនភាពវាស់វែងលទ្ធផលនិងគាំទ្រការសម្រេចចិត្តផ្អែកលើភស្តុតាងនារសៀលថ្ងៃដដែលវិទ្យាស្ថានជាតិការងារនៃក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនិងកម្មវិធីថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រសិក្សាជាភាសាអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុំបណ្ដាលនិងការអនុវត្តកម្មវិធីសិក្សាការងារសម្រាប់និស្សិតក្រោមអធិបតីភាពលោកជំទាវសុវណ្ណវណ្ណរដ្ឋរដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់អាដាមរដ្ឋមន្ត្រីហេងសួរអនុស្សរណៈនេះនឹងបង្កើតកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍រួមរវាងភាគីទាំងពីរតាមរយៈការផ្លាស់ប្ដូរកម្មវិធីសិក្សានិងការរៀបចំវគ្គបណ្ដុំបណ្ដាលនានាស្ដីពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈដើម្បីលើកកម្ពស់ការយល់ដឹងពីការអនុវត្តលក្ខខណ្ឌការងារកិច្ចសន្យាការងារនិងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដើម្បីចូលរួមលើកកម្ពស់ការត្រៀមខ្លួនរបស់សិស្សនិស្សិតមុនចូលទីផ្សារការងារនាថ្ងៃប្រហ័សទី23ខែមេសាអាដាមរដ្ឋមន្ត្រីហេងសួរបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយពិនិត្យនិងសម្រេចលើរបៀបវិរៈសំខាន់ៗចំនួន5នៅវិមានសន្តិភាពក្នុងស្មារតីលើកកម្ពស់ភាពជាដៃគូនិងក្តាប់ជាប់ពីសំណុំពរនិងបញ្ហាប្រឈមនៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិតនាព្រឹកថ្ងៃទី23ខែមេសាឯកឧត្តមងុយរិទ្ធរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពនៅទីស្តីការក្រសួងដើម្បីផ្ដល់នូវអនុសាសន៍សម្រាប់ពង្រឹងភាពជាដៃគូជាមួយក្រសួងសម្ដៅដោះស្រាយរាល់បញ្ហាដែលកើតមានឡើងជាពិសេសវិវាទការងារឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាសង្គមក្នុងគោលដៅតាមដាននិងក្តាប់ជាប់រាល់បញ្ហាប្រឈមនៅតាមបណ្ដាសហគ្រាសគ្រឹះស្ថាននិងរោងចក្រនានាដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីគោលការណ៍ប្រតិបត្តិស្តង់ដារនៃការធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាលនៅតាមសហគ្រាសរោងចក្រនៅថ្ងៃទី23ខែមេសាក្រោមអធិបតីភាពឯកឧត្តមសោមជំនាញរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនិងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួងឯកឧត្តមបានមានប្រសាសន៍លើកឡើងថាកិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួងនេះគឺជាការត្រៀមលក្ខណៈសម្រាប់ការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាលដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីត្រីមាសទី2ឆ្នាំ2026តទៅកិច្ចសហប្រតិបត្តិការនេះនឹងផ្ដោតគោលដៅលើរោងចក្រសហគ្រាសក្នុងវិស័យកម្មន្តសាលបម្រើឲ្យការនាំចេញជាពិសេសផ្នែកវាយនភ័ណ្ឌកាត់ដេរផលិតស្បែកជើងផលិតផលធ្វើដំណើរនិងកាបូបដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តអធិភាពចំនួន5រួមមានខេត្តកណ្ដាលខេត្តកំពង់ស្ពឺខេត្តតាកែវខេត្តស្វាយរៀងនិងខេត្តព្រះសីហនុនាព្រឹកថ្ងៃសុក្រទី24ខែមេសាក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានប្រកាសឲ្យដាក់អនុវត្តការទទួលស្គាល់ជំនាញពីមុនហៅកាត់ថា OPL របស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្តជំនួសបងប្អូនដើម្បីទទួលបានវិញ្ញាបនបត្រជំនាញផ្លូវការប្រកាសនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមពុកប៉ាន់រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហេងសួរការធ្វើតេស្តជំហានទី1នេះត្រូវបានធ្វើឡើងនៅតាមរាជធានីខេត្តនៃគោលដៅចំនួនទាំង6រាជធានីភ្នំពេញបាត់ដំបងបន្ទាយមានជ័យសៀមរាបតាកែវនិងស្វាយរៀងហើយកម្មវិធីនេះត្រូវបានប្រកាសដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី24ខែមេសាឆ្នាំ2026នេះតទៅនៅសួនអប់រំបណ្ដុំបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈរាជធានីភ្នំពេញទឹកថ្លាដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងតំណាងក្រុមហ៊ុនសហគ្រាសក្នុងវិស័យសំណង់អង្គការនិងដៃគូអភិវឌ្ឍរួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតនារសៀលថ្ងៃសុក្រទី24ខែមេសាឯកឧត្តមរដ្ឋមន្ត្រីហេងសួរបានទទួលជួបពិភាក្សាការងារជាមួយលោកចាងតាន់យ៉ាងសាកលវិទ្យាធិការនិងគណៈប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រចិនអាល្លឺម៉ង់ទីក្រុងធានជីងដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមកក៏ដូចជាផ្លាស់ប្ដូរយោបល់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតជាពិសេសលើការអភិវឌ្ឍជំនាញបច្ចេកវិទ្យាលើផ្នែកបញ្ញាសិប្បនិម្មិតឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការនេះគឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងចិនក្នុងក្របខ័ណ្ឌនៃគំនិតដូចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវដែលបង្ហាញពីការបដិញ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាពឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ចាមដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃសៅរ៍ទី25ខែមេសានៅសាលសន្និសីទសាលាខេត្តកំពង់ចាមលោកជំទាវសុវណ្ណវណ្ណរដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារឆ្នាំ2026នាថ្ងៃអាទិត្យទី26ក្រោមប្រធានបទស្ថាបនាវប្បធម៌នៃការបង្ការពង្រឹងនិងពង្រីកប្រព័ន្ធសុវត្ថិភាពនិងសុខភាពនៅក្នុងពិភពការងារថ្លែងក្នុងឱកាសនោះលោកជំទាវរដ្ឋលេខាធិការប្រចាំការបានសង្កត់ធ្ងន់ថាការប្រារព្ធទិវានេះឡើង
គឺដើម្បីក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធឲ្យបង្កើនការយកចិត្តទុកដាក់លើការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពនៅកន្លែងធ្វើការក្នុងទិសដៅធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខុមាលភាពពេញលេញសម្រាប់កម្មករនិយោជិតនាព្រឹកថ្ងៃអាទិត្យទី26ខែមេសាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជាជីវៈនិងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី140នៃទិវាពលកម្មអន្តរជាតិ1ឧសភាឆ្នាំ2026ក្រុមប្រធានបទរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រដោយមានអ្នកចូលរួមជាង 5000 នាក់មកពីសហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង 1300 សហជីពថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន186សហព័ន្ធព្រមទាំងសមាគមនយោជកសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសមាគមផ្សេងៗទៀតរួមទាំងសមាគមបុគ្គលិកសិក្សាសម្ដេចធិបតីបានលើកឡើងថាការប្រារព្ធទិវាពលកម្មអន្តរជាតិ1ឧសភានាឆ្នាំនេះគឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លានៃបុណ្យការងាររបស់ជាតិដើម្បីរំលឹកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតក្នុងស្មារតីនេះប្រធានបទរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យសម្រាប់ឆ្នាំ2026ពិតជាបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនិងការបញ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារសន្តិសុខសង្គមនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យកាន់តែរីកចម្រើនសម្ដេចបានអំពាវនាវដល់បងប្អូនកម្មករនិយោជិតក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីបេះដូងនិងកម្លាំងកាយចិត្តដោយក្តីប្រាជ្ញាចិត្តនិងក្តីរំភើបចំពោះការងាររបស់ខ្លួនព្រមទាំងត្រូវចាត់ទុកសហគ្រាសគ្រឹះស្ថានឲ្យដូចជាផ្ទះរបស់ខ្លួនស្របតាមប្រសាសន៍ដ៏មានអត្ថន័យដែលសម្ដេចតេជោធ្លាប់មានប្រសាសន៍កន្លងមកសម្ដេចធិបតីក៏បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុកសានមួយលើកទី2ជូនដល់សហគ្រាសចំនួន55ដែលបានបំពេញយ៉ាងត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យអនុលោមភាពទាំង8ចំណុចនៃចលនាប្រឡងប្រណាំងក្នុងនោះរួមមានជ័យលាភីពានមាសចំនួន27ពានប្រាក់ចំនួន18និងពានសម្រិតចំនួន10សហគ្រាសគួរជម្រាបផងដែរថាសម្រាប់ឆ្នាំទី2នៃចលនាប្រឡងប្រណាំងនេះមានរោងចក្រសហគ្រាសនិងក្រុមហ៊ុនចូលរួមសរុបចំនួន182